ទី3ជា step ចុងក្រោយគេបង្អស់នៃការផុសផាឈុតសក់របស់ខ្ញុំនេះគឺជា again oil ដែលជាប្រេងលាបជំនួសសរសៃសក់ប្រេងនេះបងប្អូនអរគ្នាមិនធម្មតាលាបសរសៃសក់អីយើងអាចយកមកលាបលើដៃលើកែងដៃលើកន្លែងស្បែកណាដែលមានស្នាមប្រេងឬក៏បាច់ស្កាបងប្អូនអាចប្រើទៅលើពេញមុខក៏រត់តែល្អដែរជាប្រចាំគឺខ្ញុំតែងតែលួចប្រើតិចតិចទៅលើស្បែកមុខរបស់ខ្ញុំដើម្បីឲ្យភ្លឺមករលោងហើយសម្រាប់សរសៃសក់វិញគឺជួយឲ្យសរសៃសក់របស់យើងភ្លឺចែងចាំងហើយមានទម្ងន់ឃើញមកឲ្យលើបឲ្យលងតែម្ដងប្រេងនេះគឺមានសារៈសំខាន់ហើយមានអត្ថប្រយោជន៍លើសពីប្រេងធម្មតាដែលជួយឲ្យសរសៃសក់របស់យើងមានការលូតលាស់បានល្អហើយនឹងសុខភាពល្អមួយវិញទៀតagain oil ប្រភេទនេះគឺយើងអាចប្រើទៅលើស្បែកបានដោយវាមានសមត្ថភាពការពារកម្ដៅថ្ងៃបានផងដែរចឹងពីនេះខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាចង់បានសុខភាពសក់ស្អាតកុំភ្លេចណាជាមួយខ្ញុំផលMF